របៀបប្រើ Type Tool How to use the Type Tool in Adobe Illustrator សួស្តីអ្នកទាំងអស់គ្នានៅក្នុងវីដេអូនេះយើងនឹងរៀនអំពីរបៀបប្រើ Type Tool ក្នុងកម្មវិធី Adobe Illustrator Type Tool ប្រើសម្រាប់បង្កើតវាយនិងកែអត្ថបទដំបូងសូមជ្រើស Type Tool នៅក្នុង Toolbar ឬចុចអក្សរនៅលើ Keyboard បន្ទាប់មកចុចម្ដងលើ Artboard ហើយចាប់ផ្ដើមវាយអត្ថបទដែលអ្នកចង់បានវិធីនេះសមសម្រាប់ចំណងជើងឈ្មោះផលិតផលតម្លៃនិងអត្ថបទខ្លីប្រសិនបើចង់វាយអត្ថបទវែងសូមចុចកាន់ Mouse ហើយអូសលើ Artboard ដើម្បីបង្កើតប្រអប់អត្ថបទអត្ថបទនឹងរៀបចំនៅខាងក្នុងប្រអប់និងចុះបន្ទាត់តាមទំហំប្រអប់ដោយស្វ័យប្រវត្តិដើម្បីកែអត្ថបទសូមប្រើ Type Tool ហើយអូស Highlight លើពាក្យឬអក្សរដែលចង់កែបន្ទាប់មកអ្នកអាចកែ Font Size Font Style Fill Color Leading និង Tracking នៅក្នុងផ្ទាំង Character ដើម្បីបើកផ្ទាំង Character សូមចូលទៅកាន់ Window ជ្រើស Type ហើយចុច Character ប្រសិនបើចង់ផ្លាស់ទីអត្ថបទសូមប្រើ Selection Tool ឬចុចអក្សរ V ហើយអូសអត្ថបទទៅទីតាំងថ្មី